ចុះបើអ្វីការទៅធ្វើចោលនៅប្រទេសកាពេណូបុរាណវិញថ្ងៃទី1អាបូណាភ្ញាក់ពីដំណេកនៅទីក្រុងអាថែនគ្មានកាមេរ៉ាគ្មានស្នាមម្រាមដៃគ្មានមូលដ្ឋានទិន្នន័យពួកគេមិនមានសោទេពួកគេហៅវាថាអាហ្គូរ៉ាអរិទ្ធិហៅវាថាលឹងថ្ងៃទី2អត្តនាដាក់ស្រោមទីផ្សារពាណិជ្ជករទុកមាសនៅក្នុងចានបើកចំឆ្មាំយាមមើលទាហានអាឡាប់ធ្វើចលនាយុទ្ធការអត់ធ្មត់គឺជាជំនាញដែលពួកគេមិនធ្លាប់បានឃើញថ្ងៃទី3អាសារើសយកម៉ាកដំបងរបស់អាវិតកាដែលជាពាណិជ្ជករដែលមានទ្រព្យសម្បត្តិច្រើនដែលរំខានដោយការចរចាអាវិតលើកាបូការបស់គាត់ដោយមិនដោះអាវផាយរបស់គាត់មិនបានកត់សម្គាល់រហូតដល់ថ្ងៃលិចនៅពេលនោះអត្រាឆ្លងកាត់ទីក្រុងថ្ងៃទី5អាហេងចូលទៅក្នុងផាសណុនមុនពេលថ្ងៃរះគ្មានសម្លេងរត់គ្មានខ្សែធ្វើដំណើរគ្រាន់តែថ្មម៉ាប់និងពន្លឺព្រះច័ន្ទអត្រាចាក់ចេញជាមួយនឹងមាសគ្រប់គ្រាន់ដើម្បីបាត់ខ្លួនរយៈពេល1សវត្សរ៍ថ្ងៃទី6ការរីករាលដាលពាក្យចាំអារ៉ាមអំពីចៅដែលមើលមិនឃើញអាវិតកាអង្គុយនៅក្នុងហាងស្រាមើលភាពវឹកវរដែលអាបូរីបង្កឡើងមនុស្សគ្រប់គ្នាកំពុងស្វែងរកសត្វចម្លែកអារ៉ាចគ្រាន់តែជាបុរសម្នាក់ដែលមានប្រព័ន្ធថ្ងៃទី7សូក្រាតរកឃើញអាណមុនពេលថ្ងៃរះគាត់សួរថាតើបុរសដែលយកពីរបស់ហួសហេតុពិតជាលួចមែនទេអរិទ្ធិគិតថាគាត់កំពុងគិតបែកទស្សនវិជ្ជាគាត់កំពុងរារាំងអាត្នោតយាមមិនឲ្យមកដល់មុនពេលអារ៉ាឆ្លើយចប់សូក្រាតទើបតែខ្លាយជាមនុស្សល្ងងដំបូងគេក្នុងប្រវត្តិសាស្ត្រមនុស្សជាតិហើយពួកឯងក៏ត្រូវចូលគុក